សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំរ៉េមមកជួបគ្នាម្ដងទៀតហើយអូខេថ្ងៃនេះខ្ញុំចង់ចែករំលែកចំណុចមួយដែលសំខាន់ដែលខ្ញុំអនុវត្តវាផ្ទាល់ហើយក៏មើលឃើញថាវាពិតជាមានប្រយោជន៍នោះគឺហេតុផលចំណុចសំខាន់គឺហេតុផលអូខេយើងមានតែមានការសម្រេចចិត្តជារៀងរាល់ថ្ងៃមែនទេយើងសម្រេចចិត្តចង់ធ្វើអ្វីមួយតើយើងយកហេតុផលទាំងអស់នោះមក support ការសម្រេចចិត្តរបស់យើងបានកម្រិតណាឧទាហរណ៍ថាខ្ញុំត្រូវតែសន្សំលុយឲ្យបាន$10000ក្នុងរយៈពេល1ឆ្នាំយើងរកយកហេតុផលបែបណាដើម្បីឲ្យគំនិតរបស់យើងនៃការសន្សំលុយនឹងបានសម្រេចជាយើងរកហេតុផលឲ្យបាន10ហេតុផល20ហេតុផលដើម្បី support ទៅលើគំនិតរបស់យើងឲ្យទទួលបានជោគជ័យប៉ុន្តែមានគំនិតមួយទៀតដែលនិយាយថាខ្ញុំមិនអាចសន្សំលុយបានទាល់តែសោះនៅមានហេតុផលជាច្រើនដើម្បី support គំនិតនៃការមិនសន្សំលុយដូច្នេះតើរវាងគំនិតពីរហ្នឹងតើយើងចង់បានគំនិតមួយណាតើយើងចង់បានគំនិតនៃការសន្សំលុយឬក៏យើងចង់បានគំនិតនៃការមិនសន្សំលុយប្រសិនបើយើងចង់បានគំនិតនៃការសន្សំលុយព្យាយាមរកហេតុផលក្នុងការសន្សំលុយព្យាយាមរកហេតុផលនៃការសន្សំលុយបើសិនបើយើងមានគំនិតថាមិនចង់សន្សំលុយយើងនឹងមានគំនិតជាច្រើនថាតើគំនិតពីរហ្នឹងយើងចង់បានគំនិតមួយណាហើយរកហេតុផលឲ្យបានច្រើនបំផុតតាមអាចធ្វើបានដាក់ក្នុងគំនិតដែលយើងចង់បានអូខេ thank you